รถยนต์มาផ្សេងដែលខ្ញុំមុនទិញរថយន្ត MQ នេះគឺខ្ញុំធ្លាប់ប្រើយន្តទឹកខ្ញុំដូរប្រើឡានប្រភេទ GC MQ ចំពោះបបផ្សារប្រើប្រាស់ហើយកន្លងមកជាមួយឆ្នាំមុននេះជិះនៅក្នុងក្រុងច្រើនស៊ីសាំងវិញជួយសំចៃខ្ញុំបានច្រើនដែរបាទសួស្តីខ្ញុំបាទឈ្មោះច័ន្ទសរនគាត់ថ្ងៃខ្ញុំប្រកបមុខរបរខ្មៅការសំណង់សម្រាប់រថយន្តដែលខ្ញុំទៅទិញនេះបាននិយាយពីគីឡូដែលខ្ញុំជិះគឺ720,000គីឡូបងដោយសារខ្ញុំសម្រាប់ចិត្តជ្រើសរើសរថយន្ត GC MQ ទី1តម្លៃជាមួយនឹងរូបរាងរបស់រថយន្តគឺវាស័ក្តិសមល្មមសម្រាប់ខ្ញុំហើយខ្ញុំទី1គឺខ្ញុំចូលចិត្តរូបរាងរបស់រថយន្តនេះតែម្ដងហើយទី2នោះគឺប្រព័ន្ធ option របស់ឡានវាទំនើបដែលអាចឲ្យខ្ញុំសម្រួលក្នុងការបើកបររបស់ខ្ញុំរយៈពេលផ្លូវឆ្ងាយដោយមិនធ្វើឲ្យខ្ញុំនឿយហត់ហើយទី3នោះគឺខ្ញុំមានបទពិសោធន៍ជាមួយនឹងរថយន្តហ្នឹងប្រហែលជា5ឆ្នាំដោយសារប៉ារបស់ខ្ញុំក៏ធ្លាប់ទិញរថយន្ត GC F5 មួយហើយខ្ញុំមានបទពិសោធន៍ជាមួយរថយន្តនេះច្រើនគីឡូមែនតើបាទចំពោះរថយន្តម៉ាកផ្សេងដែលខ្ញុំមុនទិញរថយន្ត MQ នេះគឺខ្ញុំធ្លាប់ប្រើយន្តទឹកហើយខ្ញុំធ្លាប់ប្រើច្រើនម៉ាកដែរសម្រាប់ដែរសម្រាប់ចិត្តទិញរថយន្តនេះការរថយន្តដែលខ្ញុំធ្លាប់ប្រើពីមុនគឺវារៀងប្រភេទស៊ីដានរៀងទាបហើយម៉ាស៊ីនឡានដែលខ្ញុំធ្លាប់ប្រើពីមុនគឺម៉ាស៊ីន6អញ្ចឹងតម្រូវការក្នុងក្រុងខ្ញុំច្រើនពីច្រើនខ្ញុំជិះនៅក្រុងច្រើនអញ្ចឹងវាខ្ញុំដូរមកប្រើឡានប្រភេទ GC MQ នេះគឺជួយកាត់បន្ថយការចំណាយរបស់ខ្ញុំបានច្រើនប្រភេទជើងក្រោមរបស់រថយន្តនេះបើទី1បើសិនជានៅក្នុងក្រុងហើយជិះ smooth ល្អទី2នៅតាមជនបទដែលមានផ្លូវក្លុកឬក៏ទឹកដក់អីហ្នឹងអាហ្នឹងក៏វាយើងមិនបាច់ជន់ហ្គាប្រឹងអីប្រហែលទេយើងជិះលក្ខណៈសន្សំហ្នឹងក៏វាថាវាជួយសម្រាប់រថយន្ត GC MQ ប្រភេទឡានចិននេះទី1គឺខ្ញុំបានសិក្សាស្រាវជ្រាវពីប្រវត្តិក្រុមហ៊ុនច្រើនគឺក្រុមហ៊ុនការផលិតនេះគឺល្អឡានគាត់ទី1ខ្ញុំមានបទពិសោធន៍ជាមួយឡានចាស់ដែលជាក្រុមហ៊ុន GC ដូចគ្នាសម្រាប់ម៉ាស៊ីនគឺម៉ាស៊ីនឡាននេះគឺស្ទុះល្អចំពោះឡានចិនដែលមានមតិមួយចំនួនថាអត់ល្អខ្ញុំមានអ្នកស្គាល់គ្នាម្នាក់ក្នុង Facebook គាត់ឃើញខ្ញុំជិះរថយន្ត GC MQ នេះគាត់ក៏បានសួរពីបទពិសោធន៍ដែលខ្ញុំបានប្រើប្រាស់រថយន្តនេះកន្លងមកហើយខ្ញុំបានណែនាំគាត់ពីរបៀបប្រើប្រាស់ហើយបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់ជាមួយរថយន្តនេះហើយគាត់ក៏បានសម្រេចចិត្តទិញរថយន្តម៉ាក GC MQ ពណ៌សដូចខ្ញុំដែរខ្ញុំសូមណែនាំឲ្យបងប្អូនទី1សិក្សាស្វែងយល់ពីក្រុមហ៊ុនរបស់រថយន្តដែលបងប្អូនចាប់អារម្មណ៍ទី2គឺបងប្អូនអាចសាកសួរបទពិសោធន៍ចំពោះអ្នកដែលគាត់ធ្លាប់ប្រើប្រាស់រថយន្តចិនទី3បងប្អូនអាចទៅ test drive រថយន្តក្រុមហ៊ុនចិនណាមួយដែលបងប្អូនចាប់អារម្មណ៍ក៏បានដែរ GAC Motor